គិតអីក្នុងខ្លួនថ្ងៃនឹងដកខ្លាំងមែនតើណាថ្ងៃនឹងដកច្រើនខ្លាំងមែនតើហើយសម្រាប់នេះនៅកន្លែងការងាររបស់ខ្ញុំគឺចិត្តដល់រដូវចូលឆ្នាំហាក់រ៉េហើយអ្នកទាំងអស់គ្នាការងារសបោអត់ខាងខ្ញុំនេះអត់សូវសបោប្រហែលទេដោយសារតែអត់សូវសបោហ្នឹងហើយបានមានពេលលេងសើចច្រើនមកបីដោយសារតែឃើញវីដេអូរបស់ខ្ញុំណាគឺភាគច្រើនមកសបាយមកលេងសើចអត់សូវមានការងារទៅនៃច្រើនហ្នឹងបាត់ចង់មកកន្លែងដូចខ្ញុំហើយប៉ុន្តែណាបើសិនជាបានមកហើយអើយដឹងតែចង់ដូរលេងចង់នៅអត់ចង់ធ្វើហើយព្រោះថាធ្លាប់អ្នកណាអត់ដែលបានយូរទេមកបានតែមួយខែកន្លះគឺដឹងតែចាញ់ហើយណាមួយនៅតំបន់ខ្ញុំបានថ្លៃដូចក្នុងរោងចឹងគឺថ្លៃខុសពីគេដោយសារយើងនៅសាអ៊ូឡប៉ុន្តែចង់ប្រាប់ថាកន្លែងដើរលេងណាក៏ច្រើនដែរព្រោះថានៅចិត្តខ្ញុំគឺសុខតែដើរលេងតែម្ដងប៉ុន្តែពួកខ្ញុំមិនសូវដើរលេងទេគឺច្រើនទៅធ្វើការនិយាយពីថាកន្លែងការងារគឺ happy រហូតឲ្យតែមកដល់កន្លែងការងារហើយដឹងថាសប្បាយហើយកន្លែងការងារខ្ញុំគឺស្រួលដែរដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយណាមួយខ្ញុំធ្វើការជាលក្ខណៈគ្រួសារហើយកន្លែងការងារខ្ញុំធ្វើការក៏ស្រួលអ្នកធ្វើការមួយគ្នាក៏ស្រួលអញ្ចឹងណាព្រោះយើងចូលធ្វើការមកយើងដឹងទូនាទីថាខ្លួនយើងត្រូវធ្វើអីចឹងទៅតែក្នុងចំណោមហ្នឹងការងារដែលស្រួលជាងគេគឺខ្ញុំឯងមកដល់ម៉ោងចូលធ្វើការផឹកកាហ្វេហើយបានកាន់ការងារហើយម៉ោងការងារបដាអាចលេងទូរស័ព្ទបានទៀតដោយសារតែការងារយើងវាមិនមែនជាប្រភេទគ្រឿងដែលធ្វើឲ្យយើងគ្រោះថ្នាក់ដល់ការងារទេត្រឹមតែថាច្រត់នំថ្លឹងគីឡូអីតិចតួចទេការងារស្រាលៗអាចធ្វើបាន